ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ហ្វេនទាំងអស់គ្នានៅក្នុង TikTok ចា៎អូយថ្ងៃនេះហាខ្ញុំចង់និយាយប្រាប់អ្នកទាំងអស់គ្នា vlog មួយនេះដែលខ្ញុំធ្វើចា៎ពាក់ព័ន្ធនឹងការដំណើរកម្សាន្តនៅ Disneyland នៅប្រទេសជប៉ុនណាអ្នកទាំងអស់គ្នាគឺថាអ្វីដែលខ្ញុំទទួលបានគឺលើសពីការរំពឹងទុកមិនទេអ្នកទាំងអស់គ្នាខ្ញុំអត់នឹកស្មានថាកន្លែងដែលខ្ញុំកំពុងធ្វើដំណើរទៅនឹងវារន្ធត់ហើយវាព្រឺព្រួយវាភ័យខ្លាចវាខ្ញុំសូមរីកមិនណាអ្នកទាំងអស់គ្នាអ្នកដែលគាត់មានបញ្ហាខ្សោយបេះដូងឬក៏អ្នកដែលគាត់ឆាប់សើចឆាប់ភ័យអីណាកុំមកលេងកន្លែងហ្នឹងឲ្យសោះចាកុំមកលេងកន្លែងហ្នឹងឲ្យសោះមូលហេតុអីខ្ញុំនិយាយអញ្ចឹងអ្នកទាំងអស់គ្នាគឺថាមានការភ័យជាខ្លាំងអ្នកទាំងអស់គ្នាភ័យខ្លាំងហ្មងសម្រាប់ខ្ញុំចង់រត់ចោលអាម៉ាស៊ីនហ្នឹងក៏រត់នឹងការដោយសារអីអ្នកគេធ្វើដូចយើងជាអាយានអវកាសមិនអញ្ចឹងណាអ្នកទាំងអស់គ្នាវាអ្នកទាំងអស់គ្នាសាកសម័យថាអ្នកទាំងអស់គ្នាជាយានអវកាសចេញទៅក្រៅភពហ្នឹងហើយអាលបឿនហើយនឹងការជិះឡើងហើយនឹងចុះរបស់យានហ្នឹងណាតើអ្នកទាំងអស់គ្នាមានការភ័យបែបម៉េចចាតែខ្ញុំជួបផ្ទាល់អ្នកទាំងអស់គ្នាបើយានអវកាសដែលវាហោះចេញក្រៅភពក៏វាហោះត្រង់ទេណាប៉ុន្តែអានេះឡើងក៏ខ្ពស់ចុះក៏ខ្ពស់កលាប់កាប់ផ្ងាយចាក់ទីងចាក់ដោតពេញនឹងអ្នកទាំងអស់គ្នាហើយខ្ញុំឆ្ងល់ថាហេតុអីបានជាមនុស្សចំណាយពេលតម្រង់ជួរចូលទៅលេងចូលទៅកំសាន្តចូលទៅសាក់លបងជីដូចខ្ញុំនេះវាដោយនឹងខ្ញុំម្នាក់ដែរណាអ្នកអស់គ្នាអូយមានការភ័យជាខ្លាំងមានអារម្មណ៍ថាពវៀនកតាំងបេះដូងវាហក់មនុស្សកអស់ហើយអ្នកទាំងអស់គ្នាវានៅនឹងខ្លួនខ្ញុំនេះដោយសារអីគឺថាវាស៊ឺតហ្មងអ្នកទាំងអស់គ្នាអូ my god តែអញ្ចឹងនេះដែលខ្ញុំថតមើលឃើញនេះគឺជាអាហ្នឹងណាគឺជាអាហ្នឹងធ្វើដូចយើងហ្នឹងជិះយានអវកាសអញ្ចឹងណាអ្នកទាំងអស់គ្នាហើយនៅក្នុងកន្លែងដែលយើងជិះហ្នឹងគេឲ្យយើងថតទេដោយសារអីវាកលាប់កាប់ផ្ងាចាក់ទីងចាក់ដោតទីនេះហើយទីពីរទៀតវាងងឹតមែនតើអ្នកទាំងអស់គ្នាមានអំពូលដូចផ្កាយដូចរបៀបយើងនៅក្រៅភពហ្នឹងអ្នកទាំងអស់គ្នាតែវាល្ងឹតមែនតើយើងថតស្ទើរតែមិនបានហ្មងហើយណាមួយវាឡើងចុះហើយវាលឿនមែនតើអ្នកទាំងអស់គ្នាអញ្ចឹងយើងអាចកាន់ទូរស័ព្ទបាននេះហ្មងអ្នកទៅភ័យវាប្រឡែងអស់ហើយចាធ្លាក់អស់ហើយអញ្ចឹងមុននឹងឡើងគឺមានធ្វើការណែនាំអត់ឲ្យយើងកាន់កពាក់បន្តាឬកពាក់កាសអីអញ្ចឹងអ្នកទាំងអស់គ្នាឲ្យទុកក្នុងកាបូបឬក៏ទុកឲ្យបានស្រួលដោយសារអីវាកញ្ឆក់ទៅដូចយើងខ្លាំងមិនតន់ឡើងខ្ពស់ចុះខ្ពស់អូយនិយាយទៅឆ្វេងស្ដាំគឺ390ដឺក្រេមិន390ដឺក្រេវាចូល500ដឺក្រេព្រោះកញ្ឆក់យើងវឹងហ្មងនេះអានេះខ្ញុំថតដែរអ្នកអស់គ្នាតែវាអត់ឃើញអីសោះហ្មងវាមិនឆឹងខ្ញុំទៀងថតអត់ផ្លែពេលដែលជីកតិចចូលទៅកន្លែងរន្ធត់ហ្នឹងអ្នកទាំងអស់គ្នាអញ្ចឹងនេះខ្ញុំចាំរីកមិនអ្នកដែលគាត់ខ្សោយគឺកុំចូលទេសោះហើយក៏អរគុណអ្នកដែលកំពុងតែទស្សនាវីដេអូនេះពីដើមដល់ចប់អរគុណ